ជំរាបសួរនិងសូមស្វាគមន៍មកកាន់ខ្សែវីដេអូណែនាំអំពីការឡើងកន្ទួលស្បែកដែលឈឺចាប់លើស្បែកដែលបានរៀបចំរួមគ្នាជាមួយនឹងវិទ្យាសាស្ត្រអន្តរជាតិសង្គ្រោះបន្ទាន់ Stanford ខ្ញុំបាទមកពីអង្គការ URC កម្ពុជាចំណែកនាងខ្ញុំមកពីអង្គការ URC កម្ពុជាដែរនេះជាអ្នកជំងឺរបស់យើងគាត់ចូលផ្នែកសង្គ្រោះបន្ទាន់ដោយសារមានកន្ទួលឈឺចាប់នៅលើជើងរបស់គាត់អស់រយៈពេល2ថ្ងៃហើយគាត់ចេះតែធ្ងន់ទៅពិតហើយរឿងដែលយើងត្រូវពិនិត្យដំបូងបំផុតចំពោះរាល់អ្នកជំងឺដែលចូលមកផ្នែកសង្គ្រោះបន្ទាន់គឺ ABC A តំណាងផ្លូវខ្យល់ B ការដកដង្ហើម C ចរន្តឈាមចាយើងឃើញថាផ្លូវខ្យល់របស់គាត់គឺបើកចំហនិងស្រឡះល្អរីឯការដកដង្ហើមនិងចរន្តឈាមក៏ធម្មតាដែរបន្ទាប់មកតើយើងគួរធ្វើអ្វីទៀតទៅលោកគ្រូកិច្ចការបន្ទាប់គឺត្រូវពិនិត្យសញ្ញាជីវិតតាមរយៈការយកសញ្ញាជីវិតចង្វាក់បេះដូង85សម្ពាធឈាម108លើ72ចង្វាក់ដង្ហើម16កំហាប់អុកស៊ីសែនក្នុងឈាម98%ដោយសារសញ្ញាជីវិតទាំងអស់នេះល្អធម្មតានេះជាការគួរឲ្យទុកចិត្តបានប៉ុន្តែមានសញ្ញាជីវិតមួយទៀតដែលមិនបានពិនិត្យសម្រាប់ករណីនេះនោះគឺជាអ្វីចំពោះអ្នកជំងឺដែលបានឆ្លងមេរោគជាការសំខាន់ណាស់ដែលត្រូវពិនិត្យកម្ដៅក្នុងករណីនេះអ្នកឃើញហើយថាកម្ដៅរបស់គាត់គឺ 36.1 អង្សាដែលមានលក្ខណៈធម្មតាទេដោយសារផ្លូវខ្យល់ការដកដង្ហើមចរន្តឈាមនិងសញ្ញាជីវិតរបស់គាត់ធម្មតាមិនតម្រូវឲ្យធ្វើអន្តរាគមន៍អ្វីបន្ទាន់នោះទេដូច្នេះយើងអាចសួរអំពីប្រវត្តិលម្អិតនិងការពិនិត្យរាងកាយដើម្បីអាចឲ្យយើងបង្កើតជាផែនការព្យាបាលយើងចង់ដឹងថាតើគាត់មានសញ្ញាដែលបញ្ជាក់អំពីប្រព័ន្ធរាងកាយឬទេដូច្នេះយើងអាចសួរតើអ្នកមានគ្រុនឬទេក្នុងសប្តាហ៍នេះតើអ្នកអាចពណ៌នាអំពីការឈឺចាប់នៅកន្លែងកន្ទួលយ៉ាងដូចម្តេចដែរតើឈឺខ្លាំងទេបើមានគ្រុនខ្សោយចង្អោរឬក្អួតឬឈឺខ្លាំងយើងបារម្ភថាមានជំងឺប្រព័ន្ធរាងកាយដូចជាការឆ្លងបាក់តេរីអ្នកជំងឺរបស់យើងមិនមានជួបប្រទះបញ្ហាណាមួយបែបនោះទេយើងក៏គួរសួរអ្នកជំងឺផងដែរថាតើស្បែករបស់គាត់មានអារម្មណ៍បែបណាដែរតើមានអារម្មណ៍ថាក្តៅឬទេតើមានមុតឬរបួសនៅតំបន់នោះឬទេតើមានចេញឈាមឬហូរខ្ទុះចេញពីកន្លែងកន្ទួលនោះឬទេអ្នកជំងឺប្រាប់យើងថាស្បែករបស់គាត់មានអារម្មណ៍ថាពិបាកទ្រាំនិងរមាស់ប៉ុន្តែគ្មានមុតឬចេញឈាមឬហូរខ្ទុះឡើយសួរថាតើមានកន្ទួលនៅកន្លែងណាផ្សេងទៀតឬទេយើងចង់ដឹងបែបនេះព្រោះថាកន្លែងខ្លះពេលមានឆ្លងរោគវាមានគ្រោះថ្នាក់ខ្លាំងណាស់ការឆ្លងរោគជុំវិញឬនៅនឹងភ្នែកអាចឲ្យងងឹតភ្នែកបានហើមនិងឈឺក្រលៀនអាចនាំឲ្យរលួយនិងតម្រូវឲ្យធ្វើការវះកាត់ចំពោះអ្នកជំងឺទាំងនេះយើងចង់ឲ្យប្រកាសថាគាត់អាចធ្វើចលនាចង្កេះនិងជង្គង់គាត់បានដោយគ្មានការឈឺចាប់ដែលបញ្ជាក់ថាគាត់គ្មានឆ្លងរោគនៅក្រលៀនទេការឆ្លងរោគនៅជុំវិញផ្លូវដង្ហើមគឺជាការគួរឲ្យព្រួយបារម្ភដោយសារវាអាចបណ្ដាលឲ្យមានការប៉ះពាល់ដល់ផ្លូវខ្យល់ប្រអប់ដៃនិងប្រអប់ជើងជាកន្លែងដែលងាយឆ្លងរោគផងដែរមានកត្តាប្រឈមពីរដែលអាចនាំឲ្យមានការឆ្លងរោគហើយអ្នកត្រូវតែស្វែងរកទី1គឺកត្តាដែលយើងបាននិយាយរួចមកហើយនោះគឺការមុតឬដំបៅដែលអាចនាំវត្ថុផ្សេងឆ្លងចូលតាមស្បែករបស់ទាំងនោះអាចជាកម្ទេចកែវដីខ្សាច់ឬក៏កម្ទេចកម្ទីផ្សេងទៀតរបស់ទាំងនេះអាចនាំឲ្យឆ្លងរោគបើយើងទុកវានៅជាប់ក្នុងស្បែកមួយទៀតគឺអ្នកជំងឺដែលខ្សោយសរសៃវ៉ែនឬមានហើមដោយសារមូលហេតុណាក៏ដោយក៏ប្រឈមខ្លាំងដែរ
នេះជាអ្នកជំងឺរបស់យើងដដែលគាត់ចង្អុលទៅលើភ្លៅរបស់គាត់ដែលយើងឃើញថាវាឡើងរឹងនិងពណ៌ក្រហមនេះជាភ្លៅរបស់អ្នកជំងឺអ្នកឃើញហើយថាវាមានឆ្នូតពណ៌ក្រហមពេលយើងស្ទាបភ្លៅនេះអ្នកអាចដឹងថាតំបន់នេះរឹងជាធម្មតានេះបណ្ដាលមកពីហើមចំពោះសញ្ញាបែបនេះអ្នកត្រូវធ្វើការពិនិត្យរាងកាយឲ្យបានល្អនិងសួរពីប្រវត្តិឲ្យបានហ្មត់ចត់ដើម្បីធ្វើរោគវិនិច្ឆ័យនៅពីលើរូបនេះគឺជាចំណុចមួយចំនួនដែលអ្នកគួរពិចារណានៅពេលអ្នកណាម្នាក់ចូលមកដោយមានកន្ទួលលើស្បែកសញ្ញានៅខាងឆ្វេងអាចជួយឲ្យអ្នកក្នុងការធ្វើរោគវិនិច្ឆ័យសញ្ញាទី1ត្រូវកត់សម្គាល់គឺចំណុចទន់ៗនេះជាសញ្ញានៃបោសឬកំណកខ្ទុះនិងមេរោគនៅពីក្រោមស្បែកបោសត្រូវតែវះកាត់បង្ហរចំពោះអ្នកជំងឺរបស់យើងគ្មានចំណុចទន់ៗទេគឺមានតែការឈឺសន្លាក់បន្តិចបន្តួចប៉ុណ្ណោះការហើមដែលយើងឃើញនៅក្នុងរូបថតនេះគ្រាន់តែបន្តិចបន្តួចហើយគ្មានសញ្ញាខ្យល់ crepitus ទេតើអ្នកគិតថានេះជាជំងឺអ្វីនេះគឺជាជំងឺ cellulitis ដែលត្រូវព្យាបាលដោយអង់ទីប៊ីយោទិកនិងថ្នាំបំបាត់ការឈឺចាប់បើចាំបាច់ដែលយើងនឹងពិភាក្សាបន្តិចទៀតនេះកំណកឈាមនៅសរសៃវ៉ែនជ្រៅអាចបណ្ដាលឲ្យមានការឈឺចាប់នៅពេលធ្វើចលនាសន្លាក់វាអាចបណ្ដាលឲ្យហើមច្រើនជាង cellulitis ព្រោះថាឈាមដែលរត់ត្រឡប់វិញត្រូវស្ទះការព្យាបាលកំណកឈាមនេះគឺត្រូវប្រើហេប៉ារីនឬថ្នាំប្រឆាំងឈាមកកដទៃទៀតគេអាចដឹងថាមានបោសឬអត់តាមរយៈចំណុចទន់ៗនិងហើមមធ្យមបើអ្នកមានម៉ាស៊ីនអេកូអ្នកអាចប្រើវាដើម្បីឲ្យដឹងថាមានបណ្ដុំទឹកនៅក្រោមស្បែកឬទេសន្លាក់ដែលឆ្លងរោគនឹងមានសញ្ញាឈឺចាប់ខ្លាំងណាស់ក្នុងករណីនេះអ្នកជំងឺត្រូវការវះកាត់ជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យអាចបង្ហូរខ្ទុះចេញហើយលាងសម្អាតសន្លាក់ cellulitis ដែលរលួយគឺជាការឆ្លងរោគលើស្បែកដ៏ធ្ងន់ធ្ងរដែលវិវត្តយ៉ាងលឿននិងហើមខ្លាំងព្រមទាំងឈឺចាប់យ៉ាងខ្លាំងករណីនេះត្រូវការវះកាត់ចា cellulitis គឺជាការឆ្លងរោគនៅជាលិកាទន់ដែលបណ្ដាលឲ្យឡើងក្រហមនិងហើមនេះគឺជារោគវិនិច្ឆ័យគ្លីនិកមិនមានតេស្តណាមួយដែលអ្នកត្រូវធ្វើដើម្បីកំណត់រោគវិនិច្ឆ័យឡើយតើអ្នកនឹងព្យាបាលអ្នកជំងឺរបស់យើងនេះបែបណាមានការព្យាបាលពីរសំខាន់សម្រាប់ cellulitis អង់ទីប៊ីយោទិកនិងការបំបត្តិការឈឺចាប់រាល់ពេលដែលអ្នកឲ្យអង់ទីប៊ីយោទិកអ្នកត្រូវពិនិត្យអំពី allergy ព្រោះថាអ្នកមិនចង់ឲ្យមានប្រតិកម្ម allergy ធ្ងន់ធ្ងរដែលអាចមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយបន្ទាប់មកអ្នកត្រូវដឹងថាតើករណីនេះជាករណីស្រាលឬធ្ងន់បើជាករណីស្រាលយើងអាចឲ្យអង់ទីប៊ីយោទិកលេបហើយឲ្យគាត់ត្រឡប់មកផ្ទះវិញដោយពិនិត្យឡើងវិញ 2-3 ថ្ងៃក្រោយមកបើជាករណីធ្ងន់ត្រូវដាក់ឲ្យសម្រាប់ពេទ្យហើយឲ្យអង់ទីប៊ីយោទិកតាមសរសៃករណីធ្ងន់គឺអ្នកជំងឺមានគ្រុនមានមេរោគហើយស្ថានភាពវិវត្តកាន់តែធ្ងន់ធ្ងរទៅយ៉ាងឆាប់រហ័សឬមានកន្ទួលនៅកន្លែងដែលមានគ្រោះថ្នាក់ខ្ពស់នៃរាងកាយ cellulitis នៅជុំវិញភ្នែកផ្លូវខ្យល់ក្រលៀនសន្លាក់ឬប្រអប់ដៃប្រអប់ជើងគឺជាកន្លែងដែលមានគ្រោះថ្នាក់ខ្ពស់ដែលអាចឲ្យមានលទ្ធផលមិនល្អហើយត្រូវព្យាបាលជាករណី cellulitis ធ្ងន់បន្ថែមលើនេះទៀតដោយដែលយើងបាននិយាយរួចហើយបើអ្នកជំងឺមានគ្រុនឬឆ្លងរោគឬស្ថានភាពធ្លាក់ដុនដាបលឿននេះជាករណីធ្ងន់ដើម្បីជ្រើសរើសអង់ទីប៊ីយោទិកត្រូវដឹងពីប្រភេទបាក់តេរីដែលឆ្លងនៅកន្លែងនោះបើស្ថាប័នរបស់អ្នកមានមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រអ្នកអាចបញ្ជូនសំណាក់ឲ្យគេវិភាគបើអ្នកគ្មានមន្ទីរពិសោធន៍ទេអ្នកគួរសន្មតថា cellulitis ដែលបណ្ដាលមកពីពួក Streptococcus និង Staphylococcus aureus ដែលត្រូវជាមួយថ្នាំ
មេទីសេលីនដើម្បីព្យាបាលករណីធម្មតាដែលបណ្ដាលមកពី Methicillin sensitive Staphylococcus aureus អ្នកអាចប្រើ Cloxacillin 500 mg លេប4ដងក្នុងមួយថ្ងៃឬ Cefalexin 500 mg លេប4ដងក្នុងមួយថ្ងៃឬ Clindamycin 300 mg លេប4ដងក្នុងមួយថ្ងៃឬទោះជាអ្នកប្រើអង់ទីយ៉ូទិកណាមួយក៏ដោយត្រូវតែប្រាប់អ្នកជំងឺឲ្យប្រើគ្រប់7ថ្ងៃបើអ្នកជំងឺមិនបានធូរស្រាលក្រោយពីប្រើអង់ទីយ៉ូទិកដំបូងឬថាជំងឺកាន់តែធ្ងន់ក្រោយពីព្យាបាល 3-4 ថ្ងៃគួរតែធ្វើការវិភាគសំណាក់នៅមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រប៉ុន្តែបើអ្នកមិនអាចធ្វើតេស្តមន្ទីរពិសោធន៍បានទេអ្នកគួរព្យាបាលពួក Staphylococcus aureus ដែលស៊ាំជាមួយ Methicillin Bactrim Fort 1 គ្រាប់លេប2ដងឬ Clindamycin 300 mg លេប1ថ្ងៃ4ដងឬ Doxycycline 100 mg លេប1ថ្ងៃ2ដងឬការព្យាបាលត្រូវមានរយៈពេល7ថ្ងៃទៅពន្យល់អ្នកជំងឺឲ្យយល់ច្បាស់ថាជាការសំខាន់ណាស់ដែលត្រូវបំពេញឲ្យគ្រប់នៅការព្យាបាលដោយអង់ទីយ៉ូទិកទោះបីជាអ្នកជំងឺបានធូរស្រាលមុន7ថ្ងៃក៏ដោយបើអ្នកយល់ថាអ្នកជំងឺមាន cellulitis ធ្ងន់ធ្ងរអ្នកត្រូវដាក់អ្នកជំងឺឲ្យសម្រាកពេទ្យហើយឲ្យថ្នាំ Cefazolin តាមសរសៃឬក៏ថ្នាំ Clindamycin តាមសរសៃបើអ្នកជំងឺមិនបានធូរស្រាលនៅពេលព្យាបាលដោយប្រើអង់ទីយ៉ូទិកដំបូងហើយមានសញ្ញាបញ្ជាក់ថាមានការឆ្លងរោគនៅប្រព័ន្ធរាងកាយអ្នកជំងឺទឹកនោមផ្អែមឬមានភាពស៊ាំចុកខ្សោយអ្នកអាចប្រើថ្នាំវ៉ង់កូមេស៊ីនតាមសរសៃប៉ុន្តែការព្យាបាលនេះត្រូវប្រើតែចំពោះករណីធ្ងន់ធ្ងរដែលជាការព្យាបាលផ្សេងទៀតទទួលបរាជ័យហើយអ្នកជំងឺឈឺធ្ងន់ប៉ុណ្ណោះឥឡូវយើងត្រឡប់មកនិយាយអំពីអ្នកជំងឺរបស់យើងដើម្បីជ្រើសរើសអង់ទីយ៉ូទិកយើងត្រូវពិនិត្យមើលការពិតនៃករណីនេះគាត់គ្មានសញ្ញាថាមានជំងឺប្រព័ន្ធរាងកាយទេគាត់គ្មានជំងឺទឹកនោមផ្អែមទេហើយភាពស៊ាំរបស់គាត់ក៏មិនចុះខ្សោយដែរកន្ទួលចាប់ចេញ2ថ្ងៃមកហើយមិនវិវត្តលឿនទេសញ្ញាជីវិតធម្មតាពេលពិនិត្យគ្មានឃើញសញ្ញានៃការកកខ្ទុះទេតើអ្នកគួរឲ្យគាត់ប្រើអង់ទីយ៉ូទិកអ្វីនេះជាករណី cellulitis ស្រាលមិនមែនកើតលើកន្លែងដែលមានគ្រោះថ្នាក់ខ្លាំងទេគ្មានគ្រុននិងគ្មានសញ្ញានៃការឈឺលើប្រព័ន្ធរាងកាយផ្សេងទៀតទេយើងឲ្យអ្នកជំងឺត្រឡប់ទៅផ្ទះវិញជាមួយនឹងថ្នាំ Cefalexin 500 mg លេប1ថ្ងៃ4ដងរយៈពេល7ថ្ងៃយើងសូមឲ្យគាត់មកជួបវិញ3ទៅ4ថ្ងៃក្រោយបន្ទាប់ពីចាប់ផ្ដើមអង់ទីយ៉ូទិក24ទៅ48ម៉ោងការឈឺចាំនិងការឡើងក្រហមគួរតែចាប់ផ្ដើមធូរស្រាលបើកន្ទួលកាន់តែធ្ងន់យើងត្រូវពិនិត្យវិតម្លៃសារជាថ្មីដែលអាចត្រូវបដូរការព្យាបាលដើម្បីឲ្យដឹងថាការព្យាបាលមានប្រសិទ្ធភាពឬទេពេលអ្នកជួបអ្នកជំងឺដំបូងអ្នកគួរគូសតំបន់ដែលមានពណ៌ក្រហមដោយប្រើប៊ិចមិនរលុបពេលដែលអ្នកជំងឺត្រឡប់មកវិញនៅថ្ងៃទី3ទី4បើពណ៌ក្រហមរាលដាលចេញក្រៅគំនុះអ្នកដឹងថាអង់ទីយ៉ូទិកនោះគ្មានប្រសិទ្ធភាពទេធ្វើបែបនេះក៏ជួយដែរបើសិនជាអ្នកមិននៅកន្លែងពេលដែលអ្នកជំងឺត្រឡប់មកវិញសហការីរបស់អ្នកនឹងអាចដឹងបានយ៉ាងងាយស្រួលថាតើតំបន់ពណ៌ក្រហមនេះមានទំហំប៉ុណ្ណាកាលពីមុនដំបូងកុំភ្លេចប្រាប់អ្នកជំងឺថាក្នុងរយៈពេល24ទៅ48ម៉ោងក្រោយពីចាប់ផ្ដើមព្យាបាលការឈឺចាប់គួរតែបានធូរស្រាលបើវាមិនធូរស្រាលទេឬកាន់តែធ្ងន់ត្រូវត្រឡប់មកពេទ្យវិញ
នេះជាអ្នកជំងឺរបស់យើងគ្រូពេទ្យកំពុងពិនិត្យគឺគាត់កំពុងពិនិត្យរកកន្លែងទន់កន្លែងរឹងនិងប្រើបិចគូសជំវិញតំបន់ក្រហមដើម្បីឲ្យគាត់អាចដឹងពីការវិវត្តក្នុងរយៈពេល2ថ្ងៃក្រោយនេះជាផ្លូវរបស់អ្នកជំងឺគ្រូពេទ្យគូសជំវិញតំបន់ក្រហមដោយបិចមិនរលុបហើយប្រាប់អ្នកជំងឺកុំឲ្យលុបវាចោលតើមានអ្វីកើតឡើងចំពោះអ្នកជំងឺរបស់យើងគាត់ត្រឡប់មកវិញ3ថ្ងៃក្រោយមកការឈឺចាប់និងការឡើងក្រហមបានធូរស្បើយគ្មានសញ្ញានៃបោសឬកំណល់ខ្ទុះឡើយអញ្ចឹងយើងរំលឹកគាត់អំពីសារៈសំខាន់ដែលត្រូវប្រើថ្នាំអង់ទីប៊ីយោទិកឲ្យអស់ដើម្បីសង្ខេបករណីនេះរាល់ពេលដែលអ្នកជួបអ្នកជំងឺ cellulitis ដំបូងអ្នកត្រូវពិនិត្យថាមានសញ្ញានៃការឈឺលើប្រព័ន្ធរាងកាយណាមួយឬទេដូចជាគ្រុនសម្ពាធឈាមធ្លាក់ចុះចង្អោរឬក្អួតអ្នកត្រូវពិនិត្យមើលក្រែងមានបោសដែលត្រូវមានកន្លែងទន់និងហើមអ្នកគួរពិនិត្យមើលក្រែងជា cellulitis រលួយដែលត្រូវមានសញ្ញាខ្យល់និងហើមខ្លាំងត្រូវចាត់ទុកថាជា cellulitis ធ្ងន់បើវាកើតនៅជុំវិញភ្នែកក្រលៀនផ្លូវខ្យល់សន្លាក់ប្រអប់ដៃប្រអប់ជើងឬមានគ្រុនសញ្ញាឆ្លងរោគផ្សេងទៀតឬការវិវត្តលឿនទៅរកភាពធ្ងន់ធ្ងរគូសចំណាំតំបន់ក្រហមដោយប្រើបិចមិនរលុបដើម្បីឲ្យអ្នកអាចដឹងអំពីការវិវត្តនៃសភាពជំងឺហើយអ្នកផ្ដល់សេវាផ្សេងទៀតក៏អាចដឹងដែរអ្នកត្រូវតាមដានអ្នកជំងឺ3ទៅ4ថ្ងៃក្រោយពីចាប់ផ្ដើមព្យាបាលដើម្បីឲ្យប្រាកដថាវាមានប្រសិទ្ធភាពឬទេបើវាកាន់តែធ្ងន់អ្នកត្រូវប្តូរការព្យាបាលអ្នកជំងឺដែលមានសញ្ញានៃជំងឺលើប្រព័ន្ធរាងកាយត្រូវតែដាក់ឲ្យសម្រាកពេទ្យដើម្បីទទួលអង់ទីប៊ីយោទិកតាមសរសៃនិងតាមដានជាការសំខាន់ណាស់ដែលត្រូវតាមដានឲ្យបានហ្មត់ចត់រាល់អ្នកជំងឺដែលឲ្យចេញពីមន្ទីរពេទ្យដោយប្រើអង់ទីប៊ីយោទិកលេបហើយត្រូវតែរំលឹកអ្នកជំងឺឲ្យលេបថ្នាំឲ្យអស់តាមកម្រិតទោះបីជាគាត់មានអារម្មណ៍ធូរស្រាលហើយក៏ដោយការបង្ហាញវីដេអូពីករណី cellulitis ចប់ត្រឹមនេះសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃរបស់អស់លោកអ្នក